របៀបធ្វើពោតផ្ទុះរសជាតិការ៉ាមែលងាយៗហើយមានរសជាតិឈ្ងុយឆ្ងាញ់ជាអាហារសម្រន់មួយមុខដែលកូនៗរបស់ខ្ញុំក៏ចូលចិត្តតើអញ្ចឹងដើម្បីចង់ដឹងអំពីរបៀបធ្វើនិងគ្រឿងផ្សំយើងមានអ្វីខ្លះយើងចូលរួមទស្សនាវីដេអូទាំងអស់គ្នាចាជាដំបូងឡើយគឺខ្ញុំមានគ្រាប់ពោតរបស់យើងនឹងចំនួន60ក្រាមហើយបន្ទាប់មកយើងដាក់អំបិលមួយចឹបហើយខ្ញុំបន្ថែមប្រេងអូលីវចំនួន2ស្លាបព្រាបាយបើបងប្អូនអត់ប្រើប្រេងអូលីវទេបងប្អូនអាចប្រើប្រេងឆាធម្មតាឬក៏ប៊ឺក៏បានដែរទៅតាមចំណង់ចំណូលចិត្តខ្ញុំដាក់វាចំនួន2ស្លាបព្រាបាយហើយយើងបើកភ្លើងមធ្យមមកចានៅពេលដែលពោតរបស់យើងចាប់ផ្ដើមផ្ទុះហើយសូមបងប្អូនអាសាលើកខ្ទះរបស់យើងលើកវាកលែងរលាក់បែបនេះបងប្អូនដើម្បីឲ្យគ្រាប់ពោតរបស់យើងនឹងបានផ្ទុះសព្វហើយកុំឲ្យពោតរបស់យើងផ្នែកខាងក្រោមនឹងវាខ្លោចចាឥឡូវយើងបានធ្វើពោតរបស់យើងរួចរាល់ហើយអញ្ចឹងយើងចាក់ផ្ទេទៅក្នុងថាសមួយយើងទុកវាឲ្យត្រជាក់សិនជាបន្ទាប់មកទៀតយើងចាប់ផ្ដើមធ្វើការ៉ាមែលរបស់យើងដោយខ្ញុំដាក់ស្ករសរបស់យើងចំនួន4ស្លាបព្រាបាយហើយខ្ញុំបន្ថែមអំបិលមួយចឹបហើយនឹងទឹករបស់យើងនឹងចំនួន1ស្លាបព្រាបាយហើយយើងដាក់រំងាស់រហូតដល់ស្កររបស់យើងរលាយហើយនៅពេលរំងាស់នឹងសូមបងប្អូនកុំយកស្លាបព្រាឬក៏វែកគោគឺយើងគ្រាន់តែធ្វើការកលែងខ្ទះរបស់យើងចុះឡើងបែបហ្នឹងរហូតដល់ស្កររបស់យើងឡើងក្រហមបែបនេះហើយគឺខ្ញុំបន្ថែមប៊ឺរបស់យើងចំនួន1កូនដុំប្រហែលជា5ក្រាមបងប្អូនហើយយើងកលែងចុះឡើងបែបហ្នឹងមករហូតដល់ប៊ឺរបស់យើងរលាយអស់ចាឥឡូវប៊ឺរបស់យើងបានរលាយសព្វល្អហើយជាបន្ទាប់មកទៀតយើងធ្វើការបន្ថយភ្លើងយើងបើកភ្លើងតិចៗបងប្អូនហើយយើងយកពោតរបស់យើងមកចាក់ចូលហើយយើងធ្វើការច្របល់វាចុះឡើងបែបនេះមករហូតដល់ស្កររបស់យើងនឹងបានសព្វជាមួយនឹងពោតរបស់យើងចាឥឡូវយើងបានច្របល់ពោតផ្ទុះរបស់យើងរួចរាល់ហើយគឺមានក្លិនឈ្ងុយនិងរសជាតិស្រួយឆ្ងាញ់តែម្ដង